សួស្តីបងប្អូនមើលពិធីប្រកបជើងតុកយើងនេះជើងតុកប្រកបជើងចឹងទៅហើយនេះជើងក្រោយយើងឃើញហើយបាទជើងតុកយើងកាត់45ដឺក្រេហើយយកមកគុំចូលគ្នាទៅយើងសើទៅលើទល់ក្រោមហើយបានយើងលើកដាក់នៅលើការ៉ូយើងផ្សារភ្ជាប់ជើងខាងលើនេះបងប្អូនហើយដែកយើងយក30 ហ្នឹងហើយដែកយើងយក30ខណៈល្មមយើងអត់បាច់យកធំពេកទេដោយសារបែបមើលទៅធំពេកខ្ញុំផ្សារគុំមួយក្រោយអញ្ចឹងមកឡើងចាំលើកញ៉ាមកវិញខ្ញុំផ្សារជើងអង្គុយកៅអីមួយទៀតណាកាត់ធ្វើមុនដំបូងរៀងយូរដល់ពេលយើងអត់ទាន់ដឹងគោលការណ៍ដឹងម៉ែដឹងនេះវាច្បាស់យើងអត់ទាន់ដឹងធ្វើរបៀបម៉េចណាតែបើឃើញអញ្ចឹងហើយយើងស្រួលដឹងម៉ែដឹងការ៉េវាទៅយើងស្រួលកាត់លឿនធ្វើតាមផ្លែតហើយហើយនឹងនៅលាកថ្នាំនេះកាត់តជើងក្រោយបន្ថែមតិចទៀតដើម្បីកុំឲ្យវាឃ្លោងពេកបើយើងអង្គុយច្រើនទៅវាអាចនឹងអូខេអេមស្នេហ៍ប្រយ័ត្នដែកធ្វើមួយបាន2ទាំងតុកទាំងកៅអីអង្គុយថែមយើងមកអង្គុយកណេះដាក់តុកកៅអីធម្មតាអង្គុយបាន1កណេះ1អានេះអង្គុយបាន3នាក់ខាង6 7 8ទាំងអស់8នាក់បើយើងជុំគ្នាមានភ្ញៀវបាន8នាក់ព្រោះតុកយើងអាចអង្គុយ3នាក់បាទនេះតុកយើងធ្វើហើយដាក់អង្គុយបានមកអេមម៉ូតចេញមកពីតុកចាស់ដែលយើងធ្វើអង្គុយពីមុនមកហើយដូចធ្ងន់ដៃច្រើនពេកឥឡូវកែបានប៉ុណ្ណឹងម៉ូតថ្មីបងប្អូនបាយ